กระทรวงព័ត៌មាននាំយកកង់ចំនួន60គ្រឿងចែកជូនដល់សិស្សសាលាបឋមសិក្សាចំនួន3ឃុំក្នុងស្រុកសម្បូរខេត្តក្រចេះរួមមានមួកសុវត្ថិភាពនិងសម្ភារៈសិក្សាមួយចំនួនដែលជាអំណោយរបស់សប្បុរសជនដោយមើលឃើញពីភាពលំបាកខ្វះខាតមធ្យោបាយក្នុងការធ្វើដំណើរទៅសាលារៀនឲ្យបានទាន់ពេលវេលារបស់សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន3ឃុំរួមមានឃុំសម្បូរឃុំសណ្ដាន់និងឃុំកោះខ្ញែក្នុងស្រុកសម្បូរខេត្តក្រចេះក្នុងការធ្វើដំណើរទៅសាលារៀនដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះដោយបានចាត់ឲ្យឯកឧត្តមប្រាក់ថាវអមីដាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាននិងជានាយកខុទ្ទកាល័យតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីបាននាំយកកង់ចំនួន60គ្រឿងរួមនឹងសម្ភារៈសិក្សាមួយចំនួនដែលជាជំនួយពីអង្គការទូចគីមនិងលោកជំទាវឈួនឡូរីណាព្រមទាំងក្រុមគ្រួសារសម្រាប់ផ្ដល់ជូនសិស្សានុសិស្សដែលមានជីវភាពខ្វះខាតមធ្យោបាយសម្រាប់ធ្វើដំណើរទៅសាលារៀនពិធីនេះបានធ្វើឡើងនៅសាលាស្រុកសម្បូរនាព្រឹកថ្ងៃទី17ខែមិថុនាឆ្នាំ2026ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកមន្ត្រីការិយាល័យអប់រំស្រុកលោកគ្រូអ្នកគ្រូសិស្សានុសិស្សរួមនឹងអាណាព្យាបាលសិស្សជាច្រើនអ្នកផងដែរឯកឧត្តមអនុរដ្ឋលេខាធិការបានគូបញ្ជាក់ថាមធ្យោបាយកង់ដែលផ្ដល់ជូនកូនសិស្សនាពេលនេះបានសម្រួលការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀនក្នុងការធ្វើដំណើរខ្លួនឯងបានឬអាណាព្យាបាលជូនទៅបានមធ្យោបាយនេះវាបានចំណេញពេលវេលានិងភាពងាយស្រួលជាងមុនក្នុងការធ្វើដំណើរពីផ្ទះទៅសាលារៀននិងត្រឡប់ពីសាលារៀនមកផ្ទះវិញចាខ្ញុំឈ្មោះប៊ិនធីខ្ញុំនៅភូមិចាថ្នោលស្រុកសម្បូរខេត្តកញ្ចេះចាមានអារម្មណ៍ថាសប្បាយបាននៅថាបានចៅទៅរៀនអត់ដើរអញ្ចឹងណាគ្រូចាខ្ញុំសប្បាយចិត្តណាស់បានរដ្ឋាភិបាលបានចែកអំណោយកង់ឲ្យចៅទៅរៀនមានចិត្តរំភើបសប្បាយរីករាយចាខ្ញុំសូមអរគុណដល់រដ្ឋាភិបាលបានចែកអំណោយឲ្យនេះសូមបានជោគជ័យសិរីសួស្តីសុភមង្គលជួបទៅនឹងពុទ្ធពធប្រសង្ឃសូមឲ្យលោកបានជោគជ័យជំនះឈ្នះអស់មានសត្រូវទាំងឡាយទាំងពួងសូមអរគុណ